អ្នកដឹកនាំក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងមហាផ្ទៃដែលបានសហការរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះឡើងនិងបានបញ្ជាក់ថាកិច្ចការនេះគឺជាកិច្ចការស្នូលឬជាមុខងារសាធារណៈកម្រិតមជ្ឈិមសម្រាប់ឲ្យគ្រប់បណ្ដាមូលដ្ឋានភូមិឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេសឯកភាពគ្នាអនុវត្តកិច្ចការមួយជារួមដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពគ្មានអំពើហិង្សាគ្មានគ្រឿងញៀនគ្មានការលេងល្បែងស៊ីសងខុសច្បាប់និងមានសណ្ដាប់ធ្នាប់របៀបរៀបរយធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗពិធីផ្សព្វផ្សាយនេះក៏បានផ្សព្វផ្សាយទៅក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែបខេត្តពោធិ៍និងព្រះសីហនុក៏ដូចជាក្រុមប្រឹក្សាគុំទាំង3ខេត្តនេះផងដែរក៏បានចូលរួមនៅក្នុងពិធីនេះបើយោងទៅតាមពិធីផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនីតិស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នាថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះ